អំណាចគឺជាសមិទ្ធផលនៃតលយៈភាពកម្លាំងនឹងគ្នានៅស្រុកគេគិតគូរណាស់អំពីការកាត់បន្ថយអំណាចជាក់ស្ដែងក្នុងប្រទេសយើងនេះខ្ញុំនិយាយអំពីយន្តការ8ចំណុចនោះទី1នាយករដ្ឋមន្ត្រីត្រូវកំណត់អាណត្តិទី2នាយករដ្ឋមន្ត្រីមិនត្រូវជឿតាំងអង្គរៈដោយខ្លួនឯងទេព្រោះជឿតាំងអង្គរៈដោយខ្លួនឯងនេះណាជ្រើសបងឯងប្អូនឯងក្មួយឯងក្រុមគ្រួសារខ្លួនឯងពេលតឡាការកាត់ក្តីហុចសាលក្រមទៅសួរតែពីណាចាប់បើអង្គរៈហ្នឹងសិតតែក្មួយឯងប្អូនឯងក្បងឯងហើយអង្គរៈមិនមែន10នាក់20នាក់ណាកងអង្គរៈគ្រាន់តែប្រធានកងអង្គរៈហ្នឹងក៏ឧត្តមសេនីយ៍ដែរកងអង្គរៈសោះហ្នឹងលេខសិតតែឧត្តមសេនីយ៍យកទៅការពារតែមនុស្សម្នាក់ស៊ីលុយវិណាស៊ីលុយប្រជាពលរដ្ឋជាម្ចាស់ប្រទេសទៀតយើងមិនខ្ចីធ្វើដឹងណែប្រជាពលរដ្ឋហ្នឹងមិនខ្ចីធ្វើដឹងគេនោះក៏មិនចង់ឲ្យដឹងត្រូវគ្នាបដ ாய் សួរថាបើហាមរើកងអង្គរៈដោយខ្លួនឯងធ្វើម៉េចនឹងឲ្យចេញទៅក្រៅកើតនៅស្រុកគេអង្គរៈនឹងត្រូវបញ្ជូនពីស្ថាប័នផ្សេងឧទាហរណ៍ដូចជាស្ថាប័នរដ្ឋាភិបាលអីជាដើមបញ្ជូនអង្គរៈនឹងឲ្យទៅការពារនាយករដ្ឋមន្ត្រីនឹងឲ្យដោយបកូនណាសប្ងាយកងការពារបកូនណាទៅមកពីកូរ៉េទាំងអស់អត់ខ្វល់ទេដឹងតែពីការពារបកូនណាតែហ្មងការពារជាកាតព្វកិច្ចនៅស្រុកគេណាកងអង្គរៈនឹងសម្រាប់ការពារនាយករដ្ឋមន្ត្រីផងសម្រាប់ចាប់នាយករដ្ឋមន្ត្រីផងតែមានសារក្រមពីតុលាការបលិយុត្តិធម៌ទៅសហការជាមួយកងអង្គរៈចាប់នាយករដ្ឋមន្ត្រីនឹងមកហើយតែមានអំពើពុករលួយកសែតចុះប្រងព្រាតហើយថាលោកនាយករដ្ឋមន្ត្រីមានអំពើពុករលួយមានខុសតាងហើយតុលាការកាត់ក្តីក្ដុំបញ្ជូនសារក្រមទៅបលិយុត្តិធម៌កាន់សារក្រមទៅសហការជាមួយកងអង្គរៈនឹងចាប់នាយករដ្ឋមន្ត្រីនឹងផ្លឹកអញ្ចឹងបានគេមិនអោយនាយករដ្ឋមន្ត្រីនេះរើសបងរើសប្អូនឯងដោយខ្លួនឯងសប្ងៃបងប្អូនគ្មានខ្វល់ទេអញស៊ីមលូអញនៅផ្ទះរចៃអញលេងបៀអញផឹកស្រាអាណាធ្វើអីធ្វើទៅហេតុអញ្ចឹងបានវាចេញផលអញ្ចឹងណាប្រពុតលោកថាផលមួយវាមិនដែលកើតប្រះចាកហេតុទេហេតុរបស់វាដែលប្រជាពលរដ្ឋគាត់ធ្វើតែរបៀបហ្នឹងណាផលរបស់វាចេញមកអញ្ចឹងអត់ដែលផលមួយកើតប្រះចាកហេតុទេអញ្ចឹងនៅស្រុកគេបងប្អូនកងអង្គរៈហ្នឹងគេប្រយ័ត្នណាគេមិនឲ្យនាយករដ្ឋមន្ត្រីរើសដោយផ្ទាល់ខ្លួនទេហើយសប្ងៃបងប្អូនមើលពីណាអ្នករើសប៉ុន្តែគណៈបកប្រឆាំងក៏អត់និយាយដែរពីព្រោះគាត់ចង់ធ្វើអានឹងដែរគាត់ចង់ដូរតែមនុស្សនឹងចេញមកដាក់គាត់ម្ដងគណៈបកប្រឆាំងគណៈបកសមស៊ីគាត់ទៅហាត់កងអង្គរៈគាត់ហ្នឹង300នាក់ហាត់ទុកឲ្យហើយឃើញទេបងប្អូនអត់មានខ្វល់អីបន្តិចអំពីអំណាចរបស់បងប្អូនក្នុងការដឹកនាំប្រទេសអញមិនខ្វល់ចាំតែមេដឹកនាំណាល្អស្រួលតែហ្មងអញវាដែលបានសេចក្តីសុខណាមកពីការខ្ជិលច្អោសហ្នឹងទុកឲ្យគេធ្វើឲ្យវាដែលសេចក្តីសុខកើតមកពីអញ្ចឹងហ្នឹងអញ្ចឹងបានទុកវេទនាកើតរហូតហ្នឹងការគិតរបស់យើងនេះណាវាតាក់ទងជាមួយនឹងអនាគតកូនចៅយើងជំនាន់ក្រោយអ្វីដែលយើងបានទទួលនៅថ្ងៃនេះណាវាតាក់ទងជាមួយការគិតរបស់ដូនតាយើងពីមុនមកដូនតាយើងគិតពីមុនមកអញ្ចឹងបានយើងអញ្ចឹងឥឡូវយើងគិតអញ្ចឹងចង់ទុកឲ្យកូនចៅយើងជំនាន់ក្រោយយ៉ាងម៉េចទៀតអញ្ចឹងបានខ្ញុំនិយាយថាក្រោយពីបងប្អូនយល់ហើយតើបងប្អូនចូលរួមយ៉ាងម៉េចក្នុងការដាក់ប្រជាធិបតេយ្យឬដាក់អំណាចរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំប្រទេសក្នុងស្រុកខ្មែរបាននេះឥឡូវយើងងាកមកដល់យន្តការទី3ត្រូវធ្វើផ្ទះឲ្យនាយករដ្ឋមន្ត្រីនៅស្រុកគេនាយករដ្ឋមន្ត្រីមួយណាក៏ដោយក៏នៅក្នុងវិមានរបស់នាយករដ្ឋមន្ត្រីដែរពីព្រោះនៅក្រោមផ្ទះនាយករដ្ឋមន្ត្រីមិនដឹងមានស្អីខ្លះទេបងប្អូនមិនដឹងមានស្អីខ្លះទេយើងអត់ដឹងមានអំរាស់នឹងកំភ្លើងនៅត្រង់ណាបបាក់វេទនាណាយើងជាម្ចាស់ប្រទេសយើងបង្កើតរដ្ឋាភិបាលឡើងរដ្ឋាភិបាលប្រជាធិបតេយ្យបង្កើតឡើងតាមក្បាលបាល់របស់ប្រជាពលរដ្ឋគាត់បង្កើតរដ្ឋាភិបាលមួយនឹងឡើងគាត់ធ្វើផ្ទះគាត់ធ្វើអីឲ្យនៅអញ្ចឹងប្រជាពលរដ្ឋនឹងដឹងកិច្ចការរបស់រដ្ឋនឹងតិចតែហ្មងហើយយើងឥឡូវអត់ដឹងគ្រោះថ្នាក់កើតមកពីណាដឹងតែលំបាកតែហ្មងហើយដឹងតែពីចង់សុខបើមិនដឹងថាផ្លូវដែលនាំទៅរកសេចក្តីសុខនៅត្រង់ណានៅស្រុកគេធ្វើផ្ទះឲ្យនាយករដ្ឋមន្ត្រីនៅការពារក្រមនឹងមិនដឹងជាមានបញ្ហាអីខ្លះអត់ដឹងមានកំភ្លើងមានអីគ្រោះថ្នាក់ដល់យើងអញ្ចឹងកំណត់តែហ្មងត្រូវធ្វើច្បាប់កំណត់នាយករដ្ឋមន្ត្រីត្រូវសង់ផ្ទះមួយឲ្យនៅទៅដីគេលក់ច្រើនណាស់នៅភ្នំពេញរកដីមួយជាដីរដ្ឋធំសង់ឲ្យនាយករដ្ឋមន្ត្រីនៅអ្នកណាមកក៏នៅនឹងចប់តំណែងចុះទៅវិញទៅនាយករដ្ឋមន្ត្រីថ្មីមកត្រូវនៅតែនឹងហេតុអ្វីបានជាខ្ញុំចេះនិយាយមួយបងប្អូនបើខ្ញុំទៅធ្វើតែម្នាក់ឯងបានខ្ញុំធ្វើឲ្យបងប្អូនហើយប៉ុន្តែវាអត់ទៅរួចវាទាល់តែមានការចូលរួមពីបងប្អូននេះដើម្បីឲ្យបងប្អូនចូលរួមបានវាទាល់តែមានការយល់ដឹងសិនអញ្ចឹងមកខ្ញុំប្រឹងបញ្យល់ទាំងបែកបងកណារាល់ថ្ងៃប៉ុន្តែបងប្អូនមិនស្ដាប់ដូចលើពីអាទិត្យអញ្ចឹងគ្មានខ្វល់ទេខ្ញុំនិយាយប្រាប់តែអ្នកដែលគេចង់ស្ដាប់ទេបើអ្នកណាគេមិនចង់ស្ដាប់ក៏ហុចទៅទី4ត្រូវបង្កើតតុលាការរដ្ឋបាលបងប្អូនណាកន្លែងហ្នឹងវាលំបាកយល់ប៉ុន្តែបងប្អូនត្រូវរៀនយល់ព្រោះកិច្ចការរបស់បងប្អូនរដ្ឋាភិបាលប្រជាធិបតេយ្យបង្កើតឡើងដោយប្រជាពលរដ្ឋជារដ្ឋាភិបាលដែលបង្កើតឡើងដោយប្រជាពលរដ្ឋគាត់រចនារដ្ឋាភិបាលនោះឲ្យវារៀងមិនវាទៅតាមការគិតរបស់ប្រជាពលរដ្ឋហើយបើបងប្អូនអត់យល់សួរតែបងប្អូនរចនារបៀបម៉េចបើបងប្អូនអត់យល់ហ្នឹងមិនដឹងថាត្រូវគូរបៀបម៉េចតោះតែបងប្អូនយល់បានបងប្អូនគូរៀងរដ្ឋាភិបាលនោះពីព្រោះរដ្ឋាភិបាលប្រជាធិបតេយ្យកើតឡើងដោយប្រជាពលរដ្ឋអញ្ចឹងបានយើងយកកម្លាំងរបស់ប្រជាពលរដ្ឋទៅគូរដ្ឋាភិបាលហ្នឹងឡើងរដ្ឋាភិបាលហ្នឹងរៀងវារបៀបម៉េចអ្នកតុលាការរដ្ឋបាលសំខាន់ណាស់បងប្អូនសំខាន់ណាស់
នៅស្រុកប្រជាធិបតេយ្យមានតែច្បាប់មួយគត់មានតែច្បាប់មួយគត់ដែលគ្រប់គ្រងប្រទេសបងប្អូនមានតែច្បាប់ទេស្អីទៅច្បាប់ជាស្អីដែលតែងឡើងដោយប្រជាពលរដ្ឋកាលពីស្រុកគេប្រជាពលរដ្ឋនៅតិចដូចយើងប៉ុណ្ណឹងឧបមាថាច្បាប់នៅក្នុងភូមិនឹងឥឡូវម៉ោង 7 អត់ឲ្យដើរយប់ទេព្រោះច្រឡំមួយចោលប្រជាពលរដ្ឋហ្នឹងអ្នកតែងត្រូវធ្វើអីប្រជាពលរដ្ឋជាម្ចាស់ប្រទេសហ្នឹងអ្នកតែងដោយប្រជាពលរដ្ឋមានចំនួនច្រើនទៅគាត់តែងលែងកើតប្រមូលគ្នាមកតែងលែងកើតគាត់ជ្រើសរើសតំណាងរបស់គាត់ទៅតែងច្បាប់តំណាងរាស្ត្របែបហ្នឹងគេហៅសមាជិករដ្ឋសភាប៉ុន្តែមានតំណាងរាស្ត្រផ្សេងទៀតដូចជាមេឃុំមេអីគេហៅតំណាងរាស្ត្រដែរនៅស្រុកគេហៅតំណាងរាស្ត្រដែរប៉ុន្តែតំណាងរាស្ត្រតែងច្បាប់គេហៅសមាជិករដ្ឋសភាហ្នឹងហើយគឺជាប្រជាពលរដ្ឋនៅស្រុកប្រជាធិបតេយ្យគឺប្រជាពលរដ្ឋនៅត្រង់សមាជិករដ្ឋសភាហ្នឹងឯងពួកអីពួកប្រជាពលរដ្ឋគាត់បោះឲ្យគាត់តម្លាក់វិញហ្នឹងនៅស្រុកគេពេលប្រជុំសភាម្ដងប្រជាពលរដ្ឋទៅអង្គុយឯនៅក្នុងហើយទៅអង្គុយសុទ្ធតែអ្នកធំទៀតធំហ្នឹងចង់និយាយថាម៉េចចង់និយាយថាអ្នកដែលមានការគ្រប់គ្រងពីប្រជាពលរដ្ឋច្រើនដូចជាប្រធានសមាគមគាត់ទៅអង្គុយតំណាងរាស្ត្រគាត់នៅកន្លែងឃើញប្រធានសមាគមទៅអង្គុយភ័យព្រោះមិនមែនម្នាក់ណាគាត់ទៅអង្គុយនឹងជួនកាលប្រធានសមាគមឃុំគាត់មានគ្នាគាត់ច្រើនណាតែងច្បាប់មិនស្រួលគាត់ចុះមកវិញប្រាប់គ្នាគាត់លេងអាតំណាងរាស្ត្រនឹងម្ដងតែងច្បាប់មិនស្រួលទេធ្លាក់វាចោលវិញអញ្ចឹងច្បាប់បងប្អូនត្រូវដឹងថាច្បាប់គោលការណ៍ដើមគឺចេញពីប្រជាពលរដ្ឋជាអ្នកតែងដល់ក្រោយមកទៀតត្រូវបកគោលកិច្ចការហ្នឹងទៅឲ្យរដ្ឋសភាជាអ្នកតែងច្បាប់មានតែច្បាប់ទេដែលអាចដាក់ទណ្ឌកម្មយើងកាត់ទោសនៅតុលាការបានអ្នកណាមិនគោរពច្បាប់ត្រូវតុលាការកាត់ទោសឥឡូវនេះបងប្អូនណាអត់ច្បាប់ទេច្បាប់ចេញពីរដ្ឋសភាឥឡូវនេះសត្វអនុក្រឹត្យចេញពីនាយករដ្ឋមន្ត្រីចេញពីមាត់ប៉ុន្តែគ្រាន់តែមាត់នេះសរសេរជាអក្សរនៅក្នុងស្រុកផ្ដាច់ការច្បាប់ចេញពីមាត់ចេញពីមនុស្សម្នាក់នៅក្នុងស្រុកប្រជាធិបតេយ្យច្បាប់ចេញពីប្រជាពលរដ្ឋឬតំណាងរបស់ប្រជាពលរដ្ឋនៅក្នុងរដ្ឋសភាបងប្អូនតែមើលសម្ងាយបងប្អូនអត់ដឹងអាណាអនុក្រឹត្យអាណាបទបញ្ជាអាណាប្រកាសលើទៅថាអូស្អីណាសបុតមកពីច្បាយខេតមកហើយគេមិនឲ្យលក់ដីលក់មិនបានទេងាប់មិនបានជាប្រកាសចេញពីច្បាយខេតចឹងបើលក់បានលើលក់មិនបានមិនមែនចេញមកពីប្រកាសមិនមែនចេញមកពីអនុក្រឹត្យទេបងប្អូនត្រូវចេញមកពីច្បាប់ហើយបងប្អូនអត់ដឹងអូច្បាយខេតគេថាអញ្ចឹងហើយមេស្រុកគេធ្វើសេចក្តីជូនតំណែងមកហើយមើលឃើញហ្នឹងសិតតែអញ្ចឹងនៅស្រុកប្រជាធិបតេយ្យមានតែច្បាប់មួយគត់ដែលចេញពីរដ្ឋសភាមកដើម្បីគ្រប់គ្រងប្រទេសមិនលើគេថាស្រុកប្រជាធិបតេយ្យគ្រប់គ្រងដោយច្បាប់ហើយយើងគ្រប់គ្រងដោយអនុក្រឹត្យចេញពីនាយករដ្ឋមន្ត្រីប្រកាសចេញពីរដ្ឋមន្ត្រីចរាចរណ៍សេចក្តីណែនាំសចនឃើញទេអានឹងមានតម្លៃជាងច្បាប់ទៀតរត់ទៅដល់កន្លែងណាគ្រាន់តែហ្វូតូកូពីសោះហ្នឹងប្រជាពលរដ្ឋគ្រាន់តែមើលញាក់សាច់នឹងតុលាការរដ្ឋបាលសម្រាប់កាត់ក្តីរឿងហ្នឹងនៅស្រុកគេតុលាការរដ្ឋបាលសម្រាប់ត្រួតពិនិត្យមើលសេចក្តីសម្រេចរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ប្រកាសនឹងចេញមកស្របនឹងច្បាប់អត់ប្រកាសអនុក្រឹត្យនឹងគេប្រើតិចតួចបំផុតគេប្រើតែសម្រាប់បែបបទទេឧបមាថាច្បាប់គេនិយាយពីច្បាប់ចូលសញ្ជាតិទៅធ្វើមិនបានចូលសញ្ជាតិអញ្ចឹងដល់ពេលអនុក្រឹត្យគេនិយាយអំពីរឿងដាក់ដំណងអញ្ចឹងណាដាក់ដំណងមានហុកថតប្រមាណស្លឹកមានអីប្រមាណស្លឹកអញ្ចឹងចង់ហើយដល់ពេលយើងអត់យកអនុក្រឹត្យមកប្រើក្នុងន័យនោះទេលេងប្រើសុទ្ធតែជាច្បាប់ទាំងអស់ពីណាប្រឆាំងអនុក្រឹត្យជាប់គុកដែរប្រចារណាមើលហើយប្រជាពលរដ្ឋម្ចាស់ប្រទេសអត់ដឹងអីបន្តិចសម្រាប់ដឹងអីមិនបន្តិចខ្ញុំមកបាត់ធ្វើជួបប្រជាពលរដ្ឋបានខ្ញុំធ្វើហើយក៏ប៉ុន្តែបើគ្មានការយល់ដឹងពីប្រជាពលរដ្ឋអត់មានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើទេរឿងហ្នឹងអញ្ចឹងងាកមកវិញគឺថាយន្តការទី4ដើម្បីពង្រួមអំណាចរដ្ឋគឺបង្កើតតុលាការរដ្ឋបាលដើម្បីត្រួតពិនិត្យលិខិតបទដ្ឋានរបស់រដ្ឋាភិបាលចេញមកវាស្របនឹងច្បាប់អត់អាចចេញមកជាច្បាប់ហើយដាក់ទណ្ឌកម្មទៅលើប្រជាពលរដ្ឋទេសប្តាហ៍ថ្ងៃអនុក្រឹត្យប្រកាសសចនចរាចរណ៍បទបញ្ជាខ្លាំងជាងច្បាប់ទៅទៀតគ្រាន់តែកលេចឃើញញ័រសាច់សង្ធានោមកលេចឃើញបានទេប្រជាពលរដ្ឋខ្លាចហើយអត់ដឹងថានឹងមកពីណាទេហើយច្បាយខេតគេចេញមកហើយឯងធ្វើម៉េចតែតែចង់អត់ដឹងច្បាប់អត់ដឹងទម្លាប់អីទេទី5ស្រុកគេតួនាទីឋានន្តរស័ក្តិឧត្តមសេនីយ៍ជាពិសេសអគ្គនគរបាលជាតិនិងអគ្គសេនាធិការកងទ័ពជាតិហាមដាច់ខាតនៅស្រុកគេហាមដាច់ខាតនាយករដ្ឋមន្ត្រីហាមដាច់ខាតចាត់តាំងពីអ្នកនឹងអគ្គនគរបាលជាតិនិងអគ្គសេនាធិការកងទ័ពជាតិពីរហ្នឹងដល់នាយករដ្ឋមន្ត្រីតែងតាំងពីរហ្នឹងគេហៅប្រទេសជាប្រទេសផ្ដាច់ការហើយប្រទេសហ្នឹងជាប្រទេសផ្ដាច់ការហើយព្រោះអីពីព្រោះប្រជាប្រដ្ឋអត់ហ៊ានធ្វើអីទេតែគេបញ្ជាទៅប៉ូលីសគេបញ្ជាទៅទាហានងាប់បដ ாய் បងប្អូនឆ្ងល់នាយករដ្ឋមន្ត្រីគេកាន់ការងារស្រុកទេមិនឲ្យគេធ្វើអញ្ចឹងមិនកើតពាក្យនឹងប្រកាសជាមាននៅស្រុកគេធ្វើមិនបងប្អូនដឹងទេគេឲ្យនាយករដ្ឋមន្ត្រីជាអ្នកស្នើឧបមាថាស្នើលោកនេះមកស្នើមកជាអគ្គសេនាធិការកងទ័ពជាតិឬជាអគ្គនគរបាលជាតិស្នើមកប៉ុន្តែអត់ទាន់គ្រប់គ្រាន់ទេយកទៅឲ្យរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្ត
បើតាណាជារដ្ឋាភិបាលអត់ពេញចិត្តអត់ពេលណាឧទាហរណ៍ចាប់តែនៅក្នុងស្រុកខ្មែរហ្នឹងបន្តិចងាប់តួកុននេះបន្តិចងាប់តួកុននោះបន្តិចចាស់ទឹកអាទិចដាក់នេះបន្តិចចាស់ទឹកអាទិចដាក់នោះអាហ្នឹងតាក់ទងនឹងអីអូអាហ្នឹងតាក់ទងនឹងសន្តិសុខអូសន្តិសុខតាក់ទងនឹងពីណាអូសន្តិសុខតាក់ទងជាមួយនឹងអគ្គនគរបាលជាតិបើតាក់ទងជាមួយនឹងអគ្គនគរបាលជាតិមិនបាច់យុរដ្ឋមន្ត្រីដកទេពីព្រោះការពីបោះឆ្នោតដល់សេចក្តីទុកចិត្តបោះឆ្នោតដោយរដ្ឋាភិបាលអញ្ចឹងចូលតាមផ្លូវណាចេញតាមផ្លូវហ្នឹងអញ្ចឹងរដ្ឋាភិបាលក៏ហៅអគ្គនគរបាលជាតិហ្នឹងទៅបដ ឲ្យរើមើលប្រឡាប់តួកុនដល់ប្រហែលរើមិនឃើញទម្លាក់ចោលបាត់នាយករដ្ឋមន្ត្រីពេញចិត្តក៏នៅកើតដែរពីរអ្នកហ្នឹងគេមិនដែលដាក់ឲ្យទៅជាបងប្អូនឯងក្រុមគ្រួសារឯងទេតែដាក់ប្អូនឯងបងឯងជាអគ្គនគរបាលជាតិហើយប្រជាពលរដ្ឋខ្មែរចាំតែងាប់ទៅគេមិនដែលដាក់ឲ្យត្រូវគ្នាទេប៉ុន្តែបើមិនត្រូវគ្នាវាអត់ធ្វើការកើតប៉ុន្តែអាចត្រូវគ្នាដែលយើងថៃនោះគេហៅអាសុំកលុំអាចប្អូនឯងក្មួយឯងអីហ្នឹងដល់ពេលអាត្រូវគ្នាតាមរបៀបច្បាប់នោះគឺចង់និយាយថាបុគ្គលនេះមានសមត្ថភាពខ្ញុំធ្លាប់ធ្វើការជាមួយប៉ុន្តែមិនមែនក្មួយខ្ញុំប្អូនខ្ញុំទេខ្ញុំជាអ្នកស្នើទៅរដ្ឋាភិបាលបើរដ្ឋាភិបាលយល់ឃើញថាត្រឹមត្រូវបោះឆ្នោតឲ្យមកតែឥឡូវអត់ចឹងទេណាបងប្អូនឧទាហរណ៍ថាខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំចាត់តាំងទាំងអស់ចាត់តាំងដល់ខេត្តស្នងការខេត្តស្នងការអង្គរបាលអីPMខេត្តPMអីថាដូចតែផ្សាយឈាមអញ្ចឹងតាំងពីលើដល់ក្រោមដូចតែផ្សាយឈាមអញ្ចឹងប្រទេសហ្នឹងដូចមិនមែនប្រទេសរបស់យើងដូចប្រទេសរបស់គេអញ្ចឹងហើយចង់ដូរមួយចេញដាក់មួយទៀតចូលមកសរសៃឈាមខ្សែថ្មីទៅទៀតបងប្អូនហើយបងប្អូនមិនបានធ្វើម្ចាស់ប្រទេសទេមិនបានធ្វើម្ចាស់អ្នកតំណាងទេធ្វើតែកាជះគេហ្នឹងបើស្អប់ច្បាយមួយហ្នឹងដូរអាច្បាយមួយហ្នឹងចេញដាក់ច្បាយមួយថ្មីមកអត់បានអ្នកបម្រើទេហើយគេថាគេនឹងមកបម្រើទេលក្ខណៈជាអ្នកបម្រើវាមានលក្ខណៈរបស់វាហ្មងមិនមែនលក្ខណៈជាច្បាយរួចហើយមកបម្រើយើងគេអត់មកបម្រើទេបងប្អូនឥឡូវយើងងាកមកដល់យន្តការទី6អព្យាក្រឹតមន្ត្រីរាជការសប្ថ្ងៃនាយករដ្ឋមន្ត្រីថ្មីណាឡើងទៅដកតាំងពីនាយកសាលាដកតាំងពីស្អីហ្នឹងនាយករដ្ឋមន្ត្រីណាឡើងទៅដកអាហ្នឹងហើយអ្នកណាមន្ត្រីផ្សាយអញដកបាត់ហើយបើមិនដកទេបវរចុះបវរឡើងអញ្ចឹងមន្ត្រីរាជការហ្នឹងអត់ឯករាជ្យដល់អត់ឯករាជ្យមន្ត្រីរាជការដែលជាមន្ត្រីធ្វើការងារឲ្យរដ្ឋឥឡូវធ្វើការងារឲ្យបាក់ទៅជាអង្គការភ្នែកម្នាស់តាមមើលប្រជាពលរដ្ឋតាមភូមិតាមឃុំអាណាទៅណាប្រជាពលរដ្ឋសប្ថ្ងៃគ្រោះថ្នាក់នឹងរឿងហ្នឹងបើមិនយកកត្រៃកាត់ដៃកាត់ជើងនេះណាកាត់សរសៃឈាមនេះណាប្រជាពលរដ្ឋគ្រោះថ្នាក់គ្មានថ្ងៃបញ្ចប់ទេបងប្អូនកុំយល់ថាសរសៃឈាមរបស់រដ្ឋាភិបាលនឹងអត់ល្អបើសិនណាជាដាក់សរសៃឈាមរបស់រដ្ឋាភិបាលថ្មីបែបល្អអត់ទេនៅស្រុកគេអត់ទេគេកាត់ប្រព័ន្ធហ្នឹងហ្មងដាច់អស់មកហ្មងដូចមេឃុំអីបោះដោយប្រជាពលរដ្ឋតម្លាក់វិញដោយប្រជាពលរដ្ឋអត់មានតាក់ទងជាមួយនាយករដ្ឋមន្ត្រីទេដល់ពេលអញ្ចឹងវាដាច់អស់លេងប្រព័ន្ធហើយបើបងប្អូនថាទេដូរនាយករដ្ឋមន្ត្រីចាស់ចេញដាក់នាយករដ្ឋមន្ត្រីថ្មីមកគណៈបកប្រឆាំងគេដាក់ខ្សែគេមកប៉ុន្តែគេអត់ត្រួតត្រាងាប់អ្នកណាក៏គេត្រួតត្រាដែរពីព្រោះគេខ្លាចបាត់អំណាចរបស់គេមានតែយើងទេជាអ្នករៀបចំកាត់កងប្រទេសនឹងដោយខ្លួនយើងបើបងប្អូនអត់កាត់កងទៅមិនរួចទេបើបងប្អូនមិនចូលរួមទៅមិនរួចទេបងប្អូនគិតពិចារណាមើលសួរតែមន្ត្រីរាជការសប្ថ្ងៃហ្នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋប៉ុណ្ណាណាមន្ត្រីរាជការធំនៅលើនោះប្រធាននាយកដ្ឋានអីធំគេដាក់មកត្រួតត្រាអាខ្លះមកភូមិមកឃុំជួនកាល2 3ភូមិដាក់មកត្រួតអ្នកឯងស៊ីលុយបានច្រើនឥឡូវជួយប៉ាក់មកយកលុយយកអីមកចិញ្ចឹមភូមិហ្នឹងពីព្រោះអីពីព្រោះពេលគេកាន់អំណាចណាតួនាទីហើយនឹងឆ្នាំងបាយជាប់គ្នាហ្មងបានតួនាទីគឺឆ្នាំងបាយអញរស់ហ្មងឆ្នាំងបាយអញក្រុមគ្រួសារអញបងប្អូនអញរស់ទាំងអស់នៅស្រុកគេធ្វើប្រព័ន្ធហ្នឹងឲ្យរួមអំណាចពេលរួមអំណាចក្អីនឹងវាក្តៅពេលមានអំពើពុករលួយគេចុះកសែតព្រមព្រៀងតែចុះកសែតព្រមព្រៀងតុលាការកាត់ក្តីហេតុអីបានកាត់ក្តីពីព្រោះអស់អង្គរៈអស់អីហើយឥឡូវតុលាការហ៊ានកាត់ក្តីងាប់តុលាការហ្នឹងទៀតលើគ្រោះថ្នាក់តុលាការហ្នឹងទៀតលើហើយគណៈបកប្រឆាំងគេថាមកពីតុលាការអត់អព្យាក្រឹតមិនបានពីព្រោះឯអ្នកដៃវែងលុកដល់ហើយសប្ថ្ងៃបងប្អូនអត់អញ្ចឹងទេឆ្លោះតែមួយមេភូមិឆ្លោះតែជាមួយមេឃុំនឹងមិនល្អមេឃុំមិនល្អចេះចុះបងប្អូនដូចដៃមឹកអញ្ចឹងហើយបងប្អូនទៅកាត់ម្រាមមឹកហ្នឹងដូចកាត់កញ្ចក់មឹកមានឈឺអីបងប្អូនយកមកជុលទៅចាក់ប្រហើយមឹកពេលណាចាក់ប្រហើយមឹកឈុចមឹកអាលាដៃខ្វាក់មកភ្លាមហ្មងបងប្អូនចាក់ឲ្យទៅចំប្រហើយមឹកឯលើបងប្អូនបង្កើតតែយន្តការ8ចំណុចនេះពង្រួមអំណាចរដ្ឋមើលពង្រួមអំណាចរដ្ឋปึ๊បគេដកដៃឡើងមកវិញព្រោះតែព្រោះស៊ីវាអត់បានណាក្អីលើវាក្តៅតែចាក់ចាំប្រហើយគេខ្វល់អីគេក្រោមហ្នឹងលែងដៃមកលែងអង្គការភ្នែកម្នាស់នៅថ្នាក់ក្រោមចេញមកបងប្អូនបានសុខគ្រប់គ្នាថ្ងៃគ្រោះថ្នាក់ដោយសារបងប្អូនអត់ហ៊ានចូលរួមអត់អីហ្នឹងមកពីខ្លាចអង្គការភ្នែកម្នាស់ហ្នឹងអញ្ចឹងនេះអព្យាក្រឹតមន្ត្រីរាជការសំខាន់ណាទី7បោះឆ្នោតគ្រប់លំដាប់ជាន់ថ្នាក់ឃុំដោយខេត្តដោយស្រុកដោយខណ្ឌដោយប្រជាពលរដ្ឋរួចតម្លាក់វិញដោយប្រជាពលរដ្ឋមេភូមិមេឃុំនេះត្រូវតែបោះឆ្នោតដោយប្រជាពលរដ្ឋរួចតម្លាក់វិញដោយប្រជាពលរដ្ឋទី8ត្រូវប្រើប្រព័ន្ធឯកតនាមបោះឆ្នោតអ្នកតំណាងរាស្ត្របោះឆ្នោតអ្នកតំណាងរាស្ត្រត្រូវឲ្យប្រជាពលរដ្ឋបោះឆ្នោតចំមុខយ៉ាងតិចបំផុតបើប្រព័ន្ធសមាមាត្រក៏ត្រូវតែដាក់រូបថតឲ្យប្រជាពលរដ្ឋស្គាល់ដែរគូបាក់ផងគូរូបថតផងដើម្បីបញ្ជាក់ថាប្រជាពលរដ្ឋបានទៅបោះឆ្នោតសម្ដែងឆន្ទៈរើសអ្នកតំណាងរបស់ខ្លួនសពថ្ងៃអត់ទេរើសរូបសញ្ញាទេរូបសញ្ញាជាกระดาษទេអត់ប្រើបានទេប្រជាពលរដ្ឋទៅរើសមនុស្ស
ចឹងយន្តការ8ចំណុចនេះគឺជាវិធានការបង្រួមអំណាចរដ្ឋពេលណាបង្រួមអំណាចរដ្ឋប្រជាពលរដ្ឋជ្រើសតាំងធ្វើមិនកើតតម្លាក់មកវិញហេតុអីបានតម្លាក់មកវិញបានពីព្រោះគេបង្រួមអំណាចរដ្ឋនោះហើយគេហៅថាជាប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋមួយដោយប្រជាពលរដ្ឋឬប្រព័ន្ធប្រជាធិបតេយ្យនឹងឯង